សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងលើកយករឿងមួយដែលតាក់ទងជាមួយនឹងមនុស្សពុបកាយតើអ្នកទាំងអស់គ្នាជឿថាតើមនុស្សពុបកាយមានពិតមែនដែរឬទេជាការពិតសពថ្ងៃនេះមិនទាន់មានផលតាំងជាក់លាក់ណាមួយដែលអាចបញ្ជាក់ថាមានមនុស្សពុបកាយពិតប្រាកដឬក៏ជាព័ត៌មានคล้ายៗដែលមិនមានផលតាំងជាក់លាក់ណាមួយដែលអាចបញ្ជាក់បានថាមានមនុស្សពុបកាយពិតប្រាកដនោះទេបន្តទៅនេះខ្ញុំនឹងលើកយករឿងខ្លះៗដែលពាក់ព័ន្ធជាមួយនឹងមនុស្សក្រៅភពឬមនុស្សគ្រប់គ្នាតែងតែនិយាយថាជាអេលៀនរហូតមកដល់បច្ចុប្បន្ននេះនៅក្នុងឆ្នាំ2025មិនទាន់មានផលតាំងជាក់លាក់ណាមួយដែលបញ្ជាក់ថាមនុស្សពុបកាយមានពិតប្រាកដឬគ្រាន់តែជាការបោកបញ្ឆោតនោះទេប៉ុន្តែមានការស្រាវជ្រាវនិងបានឃើញសញ្ញាជាច្រើនដែលបង្កើតជាការសង្ស័យយ៉ាងខ្លាំងតទៅនេះខ្ញុំនឹងលើកយកអំពីភស្តុតាងនិងការសង្កេតសំខាន់មានការចុះស៊ើបអង្កេតនិងមានកំណត់ត្រាជាច្រើនទូទាំងពិភពលោកអំពីវត្ថុដែលមិនស្គាល់អត្តសញ្ញាណប៉ុន្តែភាគច្រើនគេយល់ថាវាអាចជាអវកាសយានឬយន្តហោះដែលមនុស្សផលិតហើយអ្នកវិទ្យាសាស្ត្រក៏មានគម្រោងការក្នុងការស្វែងរកសញ្ញាវិទ្យុសកម្មពីពិភពផ្សេងៗរហូតមកដល់ពេលនេះមិនទាន់ឃើញមានសញ្ញាណាមួយទេប៉ុន្តែការស្វែងរកនៅតែបន្តហើយអ្នកអវកាសក៏បានរកឃើញភពជាង 5000 នៅក្នុងប្រព័ន្ធព្រះអាទិត្យដែលមានលក្ខណៈដូចទៅនឹងភពផែនដីអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថាភពខ្លះអាចនឹងមានជីវិតដែលរស់នៅលើភពទាំងនោះបន្តទៅទៀតនេះខ្ញុំនឹងនិយាយអំពីការសង្ស័យដែលមានមនុស្សពុបកាយករណីនៅរ៉ូវែលនៅក្នុងឆ្នាំ1947នៅសហរដ្ឋអាមេរិកមានការរាយការណ៍ថាមានយន្តហោះអវកាសមួយបានធ្លាក់ក្រោយមករដ្ឋាភិបាលអាមេរិកបានបកស្រាយថាវាគ្រាន់តែជាប៉ារ៉ាស៊ូតដែលយកមកសាកល្បងតែប៉ុណ្ណោះហើយក៏មានករណីជាច្រើនទៀតបន្ទាប់មកក្រសួងការពារជាតិអាមេរិកដែលមានឈ្មោះថា Pentagon ទទួលស្គាល់ថាមានវីដេអូជាច្រើនដែលមិនអាចបកស្រាយបានបើយើងនិយាយអំពីការគិតរបស់អ្នកវិទ្យាសាស្ត្រវិញអ្នកវិទ្យាសាស្ត្របាននិយាយថាយើងមិនមែនមានតែជីវិតមួយដែលរស់នៅលើភពនេះទេអាចនឹងមានជីវិតផ្សេងទៀតដែលពួកយើងមិនទាន់អាចស្វែងរកឃើញឬក៏មានភស្តុតាងណាមួយជាក់លាក់គ្រាន់តែអ្នកវិទ្យាសាស្ត្រមិនទាន់មានភស្តុតាងច្បាស់ណាមួយដែលបញ្ជាក់ថាមានជីវិតពិតប្រាកដដែលរស់នៅក្នុងចក្រវាឡដែលមិនមែនមានតែនៅក្នុងភពផែនដីតែប៉ុណ្ណោះទេបើចូលដល់សេចក្តីសន្និដ្ឋានវិញមនុស្សពុបកាយមិនទាន់មានភស្តុតាងច្បាស់ថាមានពិតមែននោះទេប៉ុន្តែអវកាសធំធេងពេកដូច្នេះមានសក្តានុពលខ្ពស់ណាស់ថាជីវិតផ្សេងទៀតអាចនឹងមាននៅទីណាមួយអ្នកវិទ្យាសាស្ត្រនៅតែស្រាវជ្រាវបន្តដើម្បីរកចម្លើយថាតើយើងនៅតែម្នាក់ឯងឬក៏អត់ឬក៏មានជីវិតផ្សេងទៀតដែលរស់នៅក្នុងចក្រវាឡផ្សេងហើយអ្នកវិទ្យាសាស្ត្រក៏បានរកឃើញភពមួយទៀតដែលមានលក្ខណៈស្រដៀងទៅនឹងភពផែនដីអង្គការ NASA និងអង្គការផ្សេងៗទៀតបានរកឃើញភពជាង 5500 ភពដែលនៅក្រៅប្រព័ន្ធព្រះអាទិត្យភពខ្លះក៏មានសម្ពាធនិងសីតុណ្ហភាពមានទឹកដូចទៅនឹងភពផែនដីដែរនេះបានសបញ្ជាក់ថាអាចនឹងមានជីវិតសាមញ្ញដូចទៅនឹងបាក់តេរីឬសត្វតូចៗនៅទីនោះវីដេអូនេះក៏សូមបញ្ចប់ត្រឹមនេះបើសិនជាបងប្អូនចង់តាមដានទស្សនានៃវីដេអូថ្មីៗប្លែកៗសូមជួយចុច Subscribe និង Like ដើម្បីទទួលបានវីដេអូថ្មីៗមុនគេ